ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្នួយថ្មីប្លែកមកចែកជូនពុកម៉ែបងប្អូនទស្សនាព្រោះថារដូវនេះរដូវកាលអញ្ចឹងណាពុកម៉ែបងប្អូនអ្នកស្រុកខ្ញុំគេចូលចិត្តដាក់មុខម្ហូបមួយនេះណាប៉ុន្តែគេជំនួសដល់ពោះតាន់ម៉ាំឆៅអញ្ចឹងណាពុកម៉ែបងប្អូនប៉ុន្តែថ្ងៃនេះខ្ញុំមកផ្លែអារម្មណ៍មកដាក់ពោះជ្រូកម៉ាំឆៅម្ដងអញ្ចឹងណាពុកម៉ែបងប្អូនព្រោះថាមិនដឹងទៅរកពោះតាន់ណាទេអញ្ចឹងហើយមានតែពោះជ្រូកនឹងឯងហើយណាមួយមុខម្ហូបមួយនេះក៏គេកំពុងតែពេញនិយមអញ្ចឹងណាពុកម៉ែបងប្អូនក៏សាកល្បងធ្វើញ៉ាំទៅអាងតែមានម៉ាំខ្លួនឯងស្រាច់អញ្ចឹងណាពុកម៉ែបងប្អូនមុខម្ហូបមួយនេះយើងញ៉ាំលេងក៏បានញ៉ាំបាយក៏បានតែបើថាយើងមានតិចពុកម៉ែបងប្អូនដាក់ទៅដឹងតែជាតិសាហាវតែម្ដងពុកម៉ែបងប្អូនព្រោះថាវាត្រូវខ្នួចគ្នាអញ្ចឹងណាហើយនេះគឺជាគ្រឿងផ្សំរបស់យើងពុកម៉ែបងប្អូនអត់មានអីពិបាកទេស្រួលងាយហ្នឹងហើយថ្ងៃហ្នឹងខ្ញុំទៅផ្សារខ្ញុំទិញពោះជ្រូកចំនួនកន្លះគីឡូយកមកលាងច្បាច់អំបិលស្បេតវាស្អាត4-10ទឹកអញ្ចឹងណាពុកម៉ែបងប្អូនពោះជ្រូកមិនដឹងតែវាស៊ីចំណីអីខ្លះទេលុះត្រាតែយើងសម្អាតវាឲ្យស្អាតអញ្ចឹងណាពុកម៉ែបងប្អូនបានវាអស់ក្លិនហើយឥឡូវយើងមកចាប់ផ្ដើមស្ងោរយើងដាក់ស្ងោរហ្នឹងខ្ញុំដាក់លក្រូចហើយនឹងលក្ខីអញ្ចឹងណាពុកម៉ែបងប្អូនហើយខ្ញុំលួចអំបិលបន្តិចដែរដើម្បីវាមានជាតិប្រៃនៅក្នុងហ្នឹងអញ្ចឹងណាពុកម៉ែបងប្អូនហើយឥឡូវយើងមកបេះជីឆ្អាបនិងជីនាងវងជីពីរមុខហ្នឹងគឺខ្ញុំយកមកច្រាំជាមួយម៉ាំឆៅពុកម៉ែបងប្អូនដាក់ជីហ្នឹងទៅវាឈ្ងុយអញ្ចឹងណាពុកម៉ែបងប្អូនហើយឥឡូវយើងមកហាន់ស្ពៃក្តោបហ្នឹងខ្ញុំយកមកចិតវាកង់ដើម្បីងាយស្រួលផ្ទាប់ជាមួយនឹងពោះជ្រូកអញ្ចឹងណាពុកម៉ែបងប្អូនហើយយើងមានដូចជាសសក់សណ្តែកគួរហើយនិងការ៉ុតអញ្ចឹងណាពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនចូលចិត្តបន្លែច្រើនជាងនេះក៏ដាក់តាមចិត្តណាពុកម៉ែបងប្អូនហើយឥឡូវយើងមិនច្រាំម៉ាំហ្នឹងឃើញសអញ្ចឹងមានពុកម៉ែបងប្អូនធម្មជាតិទេព្រោះថាខ្ញុំធ្វើខ្លួនឯងបានដាក់លាក់ទេបន្ទាប់ពីច្រាំសាច់ម៉ាំមកហើយក៏ខ្ញុំដាក់ម្ទេសចូលអញ្ចឹងណាពុកម៉ែបងប្អូនម្ទេសដាក់កាន់តែច្រើនកាន់តែឆ្ងាញ់បន្ទាប់ពីច្រាំមកហើយក៏ខ្ញុំលាយគ្រឿងពុកម៉ែបងប្អូនខ្ញុំដាក់ប៊ីចេងហើយនិងស្ករខ្ញុំប្រើចំនួន1ស្លាបព្រាកាឡាពុកម៉ែបងប្អូនព្រោះថាម៉ាំហ្នឹងវារៀងប្រៃតោះតែយើងលបស្ករបន្តិចបានវាបំបត្តិជាតិប្រៃណាពុកម៉ែបងប្អូនហើយឥឡូវខ្ញុំមកដាក់ជីច្រាំជាមួយនឹងម៉ាំពុកម៉ែបងប្អូននិយាយពីថាច្រាំបដៅឈ្ងុយបដៅមែនតែពុកម៉ែបងប្អូនលេបទឹកមាត់ក្អិចតែម្ដងណាពុកម៉ែបងប្អូនហើយយើងច្រាំម៉ាំជាមួយនឹងជីនឹងឲ្យម៉ត់មកហើយឥឡូវពោះជ្រូកយើងក៏បានឆ្អិនហើយដែរពុកម៉ែបងប្អូនអើយហាន់បដាលេបទឹកមាត់បដាវាក្តៅអញ្ចឹងពុកម៉ែបងប្អូនដាក់ទៅនឹងជាតិហ្មងណាហើយឥឡូវយើងមករៀបបន្លែប្លុកយើងនេះដាក់ចានហើយយើងចាក់ពោះជ្រូកចូលមកហើយយើងក៏ដាក់ម៉ាំចូលមកពុកម៉ែបងប្អូនអើយនិយាយទៅណាពុកម៉ែបងប្អូនជាតិមែនតើហ្មងពុកម៉ែបងប្អូនវាមិនចាញ់អីពោះតាន់ម៉ាំឆៅម្ហូបការទេយើងញ៉ាំបោះគេបានយើងក៏ធ្វើបានដូចគ្នាដែរពុកម៉ែបងប្អូនកុំថាំងញ៉ាំបោះគេហើយល្ងងអីធ្វើទេពុកម៉ែបងប្អូនម្ដាយខ្ញុំគាត់ប្រាប់ថាកូនឯងញ៉ាំបោះគេរសជាតិម៉េចយើងញ៉ាំហើយយើងយកមកអនុវត្តធ្វើខ្លួនឯងដឹងតែញ៉ាំក៏ដែរមានអីពុកម៉ែបងប្អូនឆ្ងាញ់បោះគេមែនតើពុកម៉ែបងប្អូនមិនមែនតែសើខ្លួនឯងណាពុកម៉ែបងប្អូនគឺឆ្ងាញ់ពិតមែនតែម្ដងណាពុកម៉ែបងប្អូននិយាយពីឋានលក់នេះយើងផ្ទប់ជាមួយគ្នាមកពុកម៉ែបងប្អូនអើយជាតិសាហាវហើយឥឡូវវីដេអូនាងខ្ញុំសូមចាប់តែប៉ុណ្ណេះចាំជួបគ្នានៅវីដេអូក្រោយបាយបាយ